កើតអីចេះមានរឿងអីនឹងអូនគឺមានមហូបពេញជាក្រានបាយទៅហើយតែជាក៏អស់មកបីទៅហេតុអីក៏ចម្លែកម្លេះបងមានអីមិនទេអូនក៏មករੂច្រើនពេកយាយកញ្ចាស់តិចងាប់តៃហោងអើយអូយបាត់មាត់ហើយយកអស់ហើយឬនៅបាត់អស់ហើយលបងមានរឿងមួយដំណាលថាមានប្តីប្រពន្ធមួយគូរស់នៅក្នុងខ្ទមកំសត់ធ្លុះធ្លាយស្ទើរគ្មានកន្លែងជ្រកអ្នកទាំងពីរប្រកបរបរដាំដំណាំដើម្បីយកទៅលក់គ្រាន់នឹងជួយដល់ជីវភាពប្រចាំថ្ងៃរកបានព្រឹកខ្វះល្ងាចរកបានល្ងាចខ្វះព្រឹកអូនណាល្ងាចនេះបងទៅកម្មដីដាំស្វាយក្រែងលោកបានផលយកទៅលក់ណាមិនអីទេបងយើងក៏នៅសល់ចន្លោះដីខ្លះដែរគ្រាន់នឹងដាំដំណាំអញ្ចឹងចាំអូនទៅជួយបងទៅចុះណាមិនអីទេអូននៅផ្ទះចុះបងទៅម្នាក់ឯងបានព្រោះការកាប់ដីដាំនេះជាការងាររបស់មនុស្សប្រុសទេអូននៅផ្ទះមិនធ្វើអីដដែលអញ្ចឹងអូនទៅជាមួយបងក្រែងមានអ្វីអូនអាចជួយបងបានអញ្ចឹងអូនរៀបចំរបស់របរទៅអូនទៅរៀបចំម្ហូបអាហារនិងទឹកទុកសម្រាប់អាហារថ្ងៃត្រង់ផងណាបាទប្រពន្ធសម្លាញ់បងអរគុណអូនណាស់ដែលចេះយល់ទុកធរៈប្តីបែបនេះបងពិតជាសំណាងខ្លាំងណាស់ដែលមានអូនជាប្រពន្ធទោះបីក្រទ្រាំតែមានអូនក៏បងកក់ក្ដៅក្នុងចិត្តណាស់ហើយបើមិនឲ្យអូនជួយបងតែអូនទៅជួយអ្នកណាប្តីប្រពន្ធត្រូវចេះជួយគ្នាអញ្ចឹងហើយបងអរគុណអូនណាស់អញ្ចឹងបងត្រៀមចំទៅអូនត្រៀមចំបាយម្ហូបសិនណាក្រែងឆាប់បានទៅដើម្បីកុំឲ្យក្ដៅអាយ៉ាពីអ្នកប្តីប្រពន្ធនេះទៅណានឹងតសងទាំងគូតែម្ដងហើយណចាគឺខ្ញុំទៅចំការនឹងណាមីងងាប់ហើយនៅមានចំការដែរអីនេះហាឃើញតែរកព្រឹកខ្វះល្ងាចរកល្ងាចខ្វះព្រឹកសោះឯណែបើមានដីណាគួរតែលក់ដីយកលុយសាងសង់ផ្ទះឲ្យបានធំដូចផ្ទះមីងទៅណាវាល្អជាងទៅធ្វើអាចចំការងំទៅហត់ធ្វើស្អីមីងប្តីប្រពន្ធខ្ញុំបែបណាវាជារឿងគ្រួសារខ្ញុំទោះបីខ្ញុំរកបានព្រឹកខ្វះល្ងាចក៏ខ្ញុំអត់ទៅសុំមីងដែរហើយផ្ទះខ្ញុំបែបណាខ្ញុំទាំងពីរអ្នកជាអ្នករស់នៅតើមីងមកក្តៅកាហាយនឹងជីវិតពួកខ្ញុំធ្វើអីដែរទៅយ៉ាហីមីងគ្រាន់តែមានបំណងល្អប្រាប់ឲ្យល្អអន្តាព្រោះឃើញផ្ទះវាធ្លុះធ្លាយក្រែងមេឃភ្លៀងមកវាគ្មានកន្លែងជ្រកអរគុណសម្រាប់បំណងល្អរបស់មីងព្រោះតែបែបនេះហើយទើបបានជាពួកខ្ញុំទាំងពីរខំប្រឹងព្រោះដឹងថាវាសនាមនុស្សមិនដូចគ្នាមានអ្នកខ្លាំងកើតមកមានសំណាងបានគ្រួសារមានស្រាប់ដូច្នេះហើយទើបមិនត្រូវហត់នឹងការតស៊ូតែចំណែកពួកខ្ញុំទាំងពីរកើតមកក្រីក្រទើបត្រូវមកប្រឹងប្រែងរកទោះមិនគ្រប់គ្រាន់នឹងជីវភាពបែបនេះហើយត្រូវមកទទួលស្ដាប់ពាក្យមើលងាយពីអ្នកមានទៀតហេតុអីក៏អយុត្តិធម៌សម្រាប់អ្នកក្រដូចជាយើងបែបនេះបានហើយបងតើយើងទៅនៅនិយាយអីក៏គ្មានប្រយោជន៍ដែរយើងទៅវិញទៅឆាប់បានរួចការងារតើយើងបាទអូនតោះយើងបើអស់អីហើយខ្ញុំទៅហើយណាមីងយីគ្រាន់តែឯងនិយាយបន្តិចបន្តួចសោះដាក់មកប្រាវតែម្ដងហើយណយីក្រហើយចិត្តខ្លាំងទៀតហឺតោះអូនអាដែនទើបមកពីណាហ្នឹងហ៎ថ្មនេះហើយដើរមិនចូលផ្ទះម៉ែមកដល់ផ្ទះពេលណាមានតែរអ៊ូរហូតធុញណាស់ម៉ែអាម៉េចម៉ែខ្ញុំបានលួចស្រឡាញ់អូនសធានីយូរហើយម៉ែពេលនេះគេមានប្តីហើយខ្ញុំពិបាកចិត្តណាស់ម៉ែជួយរកវិធីជួយកូនបន្តិចបានទេណែឈួតឬក៏យ៉ាងម៉េចហ្នឹងហ៎គេមានប្តីហើយឲ្យម៉ែរួមកំណត់ជាមួយឯងហ៎ទៅមិនរួចទេគឺមិនជាដាច់ខាតណែម៉ែប្រាប់ឯងទៅចុះណាបើសិនជានាងនោះនៅកមុំមិនទាន់មានប្តីក៏ម៉ែមិនព្រមឲ្យយកនាងនោះដែរក្ររហាមយកមកឲ្យស៊ីគេយើងហ្នឹងឯងឬយ៉ាងម៉េចអត់ទេម៉ែមិនព្រមដាច់ខាតបើស្រឡាញ់ស្រីផ្សេងណាម៉ែក៏ព្រមដែរណាតែគេក៏ត្រូវតែមានឋានៈស្មើនឹងយើងមិនមែនក្រលហាមហើយមិនមែនជាប្រពន្ធគេបែបនេះទេម៉ែក៏ចេះខ្លាចនរកស៊ីក្បាលដែរវើយម៉ែ
តែកូនស្រឡាញ់គេបើម៉ែមិនព្រមកូនចាត់ការខ្លួនឯងក៏បានណែអាដែនម៉ែប្រាប់ណាហាមយកនាងនោះមកផ្ទះទោះបីប្រើវិធីណាក៏ម៉ែមិនព្រមដាច់ខាតហើយអាកូនក្បាលរឹងនេះពិបាកនិយាយគ្នាមែននីសនកំពុងកាប់ដីដើម្បីដាំដំណាំស្វាយកំពុងតែកាប់ដីស្រាប់តែមានឮសំឡេងឆាំងប្រៀបដូចជារន្ទះបាញ់អូនណាពេលនេះបងកាប់បានច្រើនដៅដែរហើយយើងដាំបណ្ដើតែម្ដងទៅបងនៅទីនោះនៅមានចន្លោះមួយកន្លែងទៀតកាប់ឲ្យអស់តែម្ដងទៅបងព្រោះកុំឲ្យសល់ដីស្ដាយដីបានតាអូនអាយ៉ាបងតើបងចាំមិនហើយហាបងមិនអីទេបងមិនអីទេតែមិញនេះមិនដឹងប៉ះចំស្អីរឹងដូចថ្មអញ្ចឹងហើយបងមើលនោះទៅមានពលឺចេញមកពីរណ្ដៅនោះបងឆាប់មើលតើជារបស់អីអេនេះជាក្អមតាអូនមើលអត់សមបន្តិចមើលហាបងក្អមនេះសុទ្ធតែដី